នេះជាការគោរពឲ្យតម្លៃដល់ប្រទេសយើងមែនតើឃើញទង់ជាតិខ្មែរយើងនៅលើកៅអៅ uniform របស់យីហោ Pizza អាមេរិកមួយនេះដែលមានជាង 20000 សាខាជុំវិញពិភពលោកហើយគាត់បានហៅខ្ញុំមកថតដោយសារតែគេមាន promotion ផ្ដល់ជូនពិសេសនេះហើយខ្ញុំឃើញគាត់ពាក់កៅអៅហ្នឹងគឺខ្ញុំ feel proud ខ្ញុំមានអារម្មណ៍ថាមោទនភាពមែនតើឃើញទង់ជាតិយើងអញ្ចឹងគេឲ្យតម្លៃណាហើយ Pizza នេះគឺតម្លៃពិសេស$16សល់តែ$8.90ឯងមួយឈុតហ្នឹងមានផ្លូវមាន់មានអីទៀតហើយបើសិនបើយើងយកអាសបក hot dog នេះវិញគឺតម្លៃសល់តែ$3.90ទេពិសេសខ្លាំងតម្លៃនេះគឺធូរហើយសម្រាប់ Pizza មួយនេះគឺជា Pizza មួយដែលខ្ញុំមានអារម្មណ៍ថាស្និទ្ធស្នាលនៅពេលដែលឃើញទង់ជាតិខ្មែរយើងអញ្ចឹងហើយគេមានអាឈុតអាហារថ្ងៃត្រង់$3ជាងហើយក៏មានជាប្រភេទឈុត family set អីណាតម្លៃ14.90អីចឹងទៅធូរគឺគេចង់ឲ្យអ្នកទាំងអស់គ្នាទៅសាកហើយបើចង់ Pizza ដាច់យប់ក៏បានដែរព្រោះគេបើកដល់ម៉ោង12យប់ Pizza Hut ឥឡូវពិសេសខ្លាំងមែនតើហើយនេះហើយតំណងណាសាច់មាន់អីចឹងកដាយប់អាត្រៀតឃើញហើយខេវចង់សាកអីអាចមកបានសាខាគាត់គឺច្រើនមែនតើពុកម៉ែបងប្អូនឥឡូវហ្នឹងនៅ Pizza Hut ណាអត់ពិបាកទេចាំខ្ញុំដាក់ព័ត៌មានលម្អិតទីតាំងលេខទូរស័ព្ទអីព្រោះមាននៅខាងដំរី Mall មាននៅកាឡាម៉ែតមាននៅបឹងកេងកងមាននៅកម្ពុជាក្រោមមាននៅគិរីរំចំចៅទូតពុងEon Mall មានជ័យវែងស្រេងហើយខាងអាស័យកែវអីក៏មានដែរច្រើនណាស់នៅចិត្តដៃមែនតើហើយសម្រាប់សបក Pizza ដែលមាន hot dog ជុំវិញនេះគឺតម្លៃអីគឺពិសេសអាឈុតរបស់គេដៃគូហ្នឹងឈុតជាមួយសបក Pizza hot dog នេះគឺតម្លៃ$13ជាងទេអញ្ចឹងគឺធូរមែនតើដែលពុកម៉ែបងប្អូនអាចសាកបានជាមួយនឹងយីហោអាមេរិកដែលល្បីខ្លាំងPizza Hut និយាយទៅគឺមានរាប់ម៉ឺនសាខាដែលពុកម៉ែបងប្អូនគួរតែសាកល្បងដែរហើយខ្ញុំជឿថាមានអ្នកសាកបានច្រើនហើយអញ្ចឹងសម្រាប់ឥឡូវនេះគឺជាការអាប់ដេតកែប្រែមុខមាត់ថ្មីទៅលើរសជាតិគឺគាត់ព្យាយាមបរិងធ្វើម៉េចឲ្យដូចនៅអាមេរិកមិនអញ្ចឹងកុំភ្លេចបានសាកហើយជួយ comment feedback ផងជាមួយនឹង option តម្លៃនេះគឺជាការលួងចិត្តដើម្បីឲ្យពុកម៉ែបងប្អូនញ៉ាំហើយទទួលបានអារម្មណ៍រសជាតិដើមមកវិញណាអញ្ចឹងនេះគឺជា Pizza Hut ដែលពុកម៉ែបងប្អូនគឺមានស្តង់ដារខ្លាំងក្នុងការធ្វើរបស់គាត់ហើយអ្វីដែលខ្ញុំទទួលបានថ្ងៃហ្នឹងគឺមានអារម្មណ៍ថាយើងថតជាមួយនឹងហាងមួយដែលថាគាត់បានឲ្យតម្លៃមកប្រទេសជាតិយើងព្រោះខ្ញុំឃើញបុគ្គលិកគាត់នេះពាក់កៅអៅ uniform មានទង់ជាតិរបស់យើងអញ្ចឹងណានេះហើយជាអ្វីដែលខ្ញុំចង់ឃើញថាហាងដែលគាត់ជា franchise មកពីក្រៅប្រទេសគាត់មកក្នុងប្រទេសយើងគួរតែ respect គួរតែឲ្យតម្លៃគោរពយើងបន្តិចតែធ្វើឲ្យយើងមានអារម្មណ៍ថាវ៉ាវនេះគឺជាការឲ្យតម្លៃមួយដែលយើងគួរតែគោរពកាន់គាត់វិញណាព្រោះមិនងាយមានទេព្រោះពេលខ្លះយើងខ្លួនឯងយើងមិននឹកស្មានមិននឹកដល់ថាយើងចង់ដាក់ទង់ជាតិយើងនៅលើអាវអីចឹងពេលខ្លះយើងភ្លេចវាធម្មតាប៉ុន្តែដល់ពេលគេមកប្រទេសយើងគឺគេដាក់បែបនេះយើងមានអារម្មណ៍ថាឲ្យតម្លៃមែនតើហើយនេះ Pizza ពេលដែលឆ្អិនមកធំពុកម៉ែបងប្អូនឃើញតម្លៃធូរហ្នឹងមិនមែនPizza តូចណាសាយធំសាយសាយកដាលបើតាមខ្ញុំចាំគឺទំហំហ្នឹងគឺសាយកដាលហើយhot dog ជុំវិញអីនេះគឺស្អាតមែនតើមើលទៅគួរឲ្យចាប់អារម្មណ៍ចង់ញ៉ាំនៅ Pizza Hut ខ្ញុំថតនេះគឺនៅសាខានៅកាឡាម៉ែតតែពុកម៉ែបងប្អូនមកសាកបានហើយគេមានឈុតជំរើសឈុតដៃគូឈុតគ្រួសារឈុតអាហារថ្ងៃត្រង់ឈុតអីចឹងទៅគឺមានច្រើនជំរើសឲ្យយើងញ៉ាំហើយកុំភ្លេចតាមដាននៅលើ Facebook page របស់ Pizza Hut ដែលគាត់មានសាខាជាច្រើននៅលើហ្នឹងព័ត៌មានលម្អិតអីចឹងទៅអញ្ចឹងកុំភ្លេចទៅសាកព្រោះអីចិត្តផតអីព្រោះអីគេធ្វើនេះគឺធ្វើដើម្បីឲ្យពុកម៉ែបងប្អូនទៅសាកភ្លក់រសជាតិត្រឡប់មកវិញណាថារសជាតិចំហ្មងមិនអីមិនចឹងទៅព្រោះពីខ្ញុំញ៉ាំទៅគឺទទួលយកបានតម្លៃហ្នឹងគឺពិសេសខ្លាំងជាពិសេសគឺមានផ្លូវមាន់មានស្លាបមាន់បន្ថែមនៅក្នុងឈុតហ្នឹងទៀតដែលតម្លៃនេះគឺធូរមែនតើទៅញ៉ាំ2នាក់អី3នាក់អីគឺមកតាំងពោះងាងហ្មងហើយគាត់មានជាប្រភេទស្ប៉ាហ្គាទីមានអីតំណងអរគុណបាយបាយ